សន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954ដែលបានចាប់ផ្ដើមបើកសម័យប្រជុំនៅថ្ងៃ26មេសាបានយកសំណុំរឿងឥណ្ឌូចិនមកជជែកពិភាក្សានៅថ្ងៃ8ឧសភាគឺបន្ទាប់ពីការចរចាស្ដីពីបញ្ហាកូរ៉េទាំងពីរបានទទួលបរាជ័យការពិនិត្យសំណុំរឿងឥណ្ឌូចិនបានចាប់ផ្ដើមប្រព្រឹត្តទៅមួយថ្ងៃក្រោយការដកថយចុះចាញ់នៃកងទ័ពបារាំងនៅចំពោះមុខកងទ័ពវៀតមិញនៅឌៀនបៀនភូដោយផ្អែកទៅលើឯកសាររបស់លោក Philippe de Villiers និងលោក Jean Lacouture ខ្ញុំសូមធ្វើការពិពណ៌នាអំពីដំណើរប្រព្រឹត្តទៅនៃអង្គសន្និសីទហ្សឺណែវឆ្នាំ1954ដូចតទៅលោក Bider រដ្ឋមន្ត្រីការបរទេសបារាំងនៅពេលនោះបានស្នើសុំឲ្យបញ្ចប់ការប្រយុទ្ធគ្នាដោយមានការធានាត្រឹមត្រូវប៉ុន្តែការអនុវត្តកិច្ចព្រមព្រៀងត្រូវស្ថិតនៅក្រោមការត្រួតពិនិត្យរបស់គណៈកម្មការអន្តរជាតិនានាទន្ទឹមនោះលោក Bider ក៏បានស្នើសុំឲ្យរដ្ឋពីរទៀតនៃឥណ្ឌូចិនដែលបានមកចូលរួមក្នុងអង្គសន្និសីទធានាទៅលើកិច្ចព្រមព្រៀងនោះដែរអ្នកចរចាបារាំងគេសុកចិត្តនិយាយពីបរាជ័យបារាំងតែខាងផ្នែកយោធាមួយមុខខាងផ្នែកនយោបាយបារាំងទទួលស្គាល់តែរដ្ឋវៀតណាមដែលបានត្រូវទទួលស្គាល់ជាផ្លូវការប៉ុណ្ណោះគឺមិនព្រមធ្វើការចរចាដោយផ្ទាល់ជាមួយអង្គការវៀតមិញទេទោះបីមានវត្តមាននៃអ្នកតំណាងអង្គការនេះនៅក្នុងអង្គប្រជុំក្តីលោកផាំវ៉ាន់ដុងអ្នកតំណាងអង្គការវៀតមិញបានស្នើសុំឲ្យអ្វីដែលលោកហៅថារដ្ឋាភិបាលប្រជាធិបតេយ្យនៃប្រទេសទាំងពីរទៀតគឺខ្មែរអិសរាជនិងអង្គការប៉ាថេតឡាវចូលរួមក្នុងអង្គប្រជុំផងដែរដោយសំអាងថារដ្ឋាភិបាលទាំងនោះបានរំដោះទឹកដីនៃប្រទេសរបស់គេបានជាច្រើនតំបន់រួចទៅហើយលោកផាំវ៉ាន់ដុងបានបញ្ជាក់ថាគេមិនអាចនិយាយអំពីអនាគតនៃប្រទេសកម្ពុជានិងប្រទេសឡាវដោយគ្មានរដ្ឋាភិបាលទាំងនោះទេនៅពេលនោះលោក Molotov រដ្ឋមន្ត្រីការបរទេសសហភាពសូវៀតនិងលោកជូអេនឡាយរដ្ឋមន្ត្រីការបរទេសប្រទេសចិនប្រជាមានិតគាំទ្រសេចក្តីស្នើរបស់អ្នកតំណាងអង្គការវៀតមិញទាំងស្រុងប៉ុន្តែលោក Bedel Smith អ្នកតំណាងសហរដ្ឋអាមេរិកក៏ច្រានចោលសំណើរបស់លោកផាំវ៉ាន់ដុងទាំងស្រុងដែរដោយសំអាងថាបញ្ហាអ្នកតំណាងនៅក្នុងអង្គសន្និសីទបានត្រូវសម្រេចមុនរួចអស់ទៅហើយនៅពេលនោះការច្របូកច្របល់មួយបានស្ដែងចេញឡើងលោក Bider អ្នកតំណាងបារាំងបាននិយាយថាតើអង្គប្រជុំត្រូវនិយាយជាមួយរដ្ឋាភិបាលខ្មោចឬក៏យ៉ាងណាលោកផាំវ៉ាន់ដុងបានឆ្លើយតបនឹងលោក Bider វិញថាកាលពីពេលមុនលោក Bider ក៏បានចាត់ទុកថារដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមថាជារដ្ឋាភិបាលខ្មោចដូចនេះដែរបន្ទាប់មកលោកសំសារីអ្នកតំណាងប្រទេសកម្ពុជាបានថ្លែងបញ្ជាក់ថារដ្ឋាភិបាលប្រជាធិបតេយ្យប្រទេសកម្ពុជាពោលគឺចលនាខ្មែរអិសរាជដែលលោកផាំវ៉ាន់ដុងបានលើកឡើងនោះមានតែនៅក្នុងអារម្មណ៍របស់បណ្ដារដ្ឋមន្ត្រីនៃប្លុកខាងកើតតែប៉ុណ្ណោះនៅក្នុងបរិយាកាសអាប់អួរនៃអង្គប្រជុំទីក្រុងហ្សឺណែវឆ្នាំ1954នោះលោក Bedel Smith អ្នកតំណាងសហរដ្ឋអាមេរិកនិងលោក Anthony Eden អ្នកតំណាងប្រទេសអង់គ្លេសបានស្នើឲ្យជជែកបញ្ហានេះនៅក្នុងអង្គប្រជុំនៃប្រទេសមហាអំណាច4នៅទីក្រុងបាក់ឡាំងប៉ុន្តែលោក Molotov ខាងសហភាពសូវៀតឆ្លើយថាបើយកបញ្ហានេះទៅជជែករវាងមហាអំណាចនៅទីក្រុងបាក់ឡាំងគឺមិនមែនជជែករវាងមហាអំណាច4ប៉ុណ្ណោះទេគឺត្រូវមានប្រទេសមហាអំណាច5ព្រោះប្រទេសចិនប្រជាមានិតក៏មានចែងយ៉ាងច្បាស់នៅក្នុងអត្ថបទទីក្រុងបាក់ឡាំងដែរហើយប្រទេសចិនជាប្រទេសមហាអំណាចដែលបានអញ្ជើញឲ្យសាធារណរដ្ឋប្រជាធិបតេយ្យវៀតណាមចូលរួមក្នុងអង្គប្រជុំដោយការជជែករោគច្រកចេញមិនរួចលោក Anthony Eden
ក៏ប្រកាសបិទអង្គប្រជុំសិនហើយការជជែកបន្តនឹងប្រព្រឹត្តទៅនៅថ្ងៃ10 ខែឧសភាដដែលទោះបីមានការខ្វែងគំនិតគ្នាអំពីនីតិវិធីក្តីក៏អង្គប្រជុំបានប្រព្រឹត្តបន្តទៅទៀតរហូតដល់ថ្ងៃ21 កក្កដាប៉ុន្តែនៅរាត្រីថ្ងៃទី21 22 កក្កដានោះលោកសំសេរីបានធ្វើការតវ៉ាយ៉ាងតឹងតែងដើម្បីផ្ដល់ទៅឲ្យឯករាជ្យខ្មែរនៅចំណុចសំខាន់ថែមទៀតគឺឯករាជ្យដែលអន្តរជាតិទាំងមូលត្រូវទទួលស្គាល់មួយឆ្នាំក្រោយមកគឺនៅថ្ងៃ14 កញ្ញាឆ្នាំ1955ប្រទេសកម្ពុជាបានត្រូវអនុញ្ញាតឲ្យចូលទៅក្នុងអង្គការសហប្រជាជាតិរីឯនយោបាយអព្យាក្រឹតភាពរបស់ព្រះមហាក្សត្រខ្មែរព្រះបាទនរោត្តមសីហនុក៏បានត្រូវគេទទួលស្គាល់យល់ព្រមផងដែរនៅក្នុងពេលជាមួយគ្នានោះខ្ញុំនឹងនិយាយអំពីនយោបាយអព្យាក្រឹតនេះជាបន្តបន្ទាប់ទៅទៀតនៅពេលក្រោយសូមបញ្ជាក់ថាសន្និសីទទីក្រុងហ្សឺណែវឆ្នាំ1954បានកំណត់នៅកិច្ចព្រមព្រៀងសំខាន់មានជាអាចចំពោះឥណ្ឌូចិនការរៀបចំការបោះឆ្នោតសភាការបែងចែកប្រទេសវៀតណាមជារដ្ឋពីរដាច់ពីគ្នាដោយកម្រិតយកត្រង់ខ្សែស្របទី17កងទ័ពវិមិញដែលធ្វើប្រតិបត្តិការនៅកម្ពុជាត្រូវដកចេញពីទឹកដីកម្ពុជាទាំងអស់ក្នុងថេរវេលា3 ខែរីឯកងទ័ពវិមិញដែលធ្វើប្រតិបត្តិការនៅវៀតណាមខាងត្បូងត្រូវដាក់អាវុធហើយចូលរួមរស់ក្នុងសង្គមជាជនស៊ីវិលខ្ញុំនឹងអធិប្បាយអំពីការដកកងទ័ពវិមិញចេញពីទឹកដីខ្មែរនៅពេលក្រោយជាបន្តមកទៀតមុននឹងឈានទៅដល់សម័យកាលក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវសូមកត់សម្គាល់ថាកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវទោះបីពុំបានត្រូវសហរដ្ឋអាមេរិកចុះហត្ថលេខាក្តីក៏ជាការដោះបញ្ហាប្រជែងកម្លាំងរវាងមហាអំណាចខាងលិចនិងមហាអំណាចខាងកើតបានមួយរយៈពេលដែរព្រោះតាមការពិតទៅគឺគ្រាន់តែជាការឈប់សម្រាកមួយពេលតែប៉ុណ្ណោះទេទោះជាយ៉ាងនេះក្តីក៏យើងសង្កេតឃើញថាបញ្ហាដកកងទ័ពបរទេសបញ្ហាឯករាជ្យឬអព្យាក្រឹតអាចត្រូវដោះស្រាយបានគឺទាល់តែមានការចរចារវាងប្រទេសមហាអំណាចពូលគឺការយល់ព្រមពីពពួកព្រះឥន្ទប្រព្រំផងដែរខ្ញុំសូមស្កេះត្រង់នេះសិនចុះហើយនៅថ្ងៃប្រហោះក្រោយខ្ញុំនឹងនិយាយអំពីសភាពការនៅក្នុងប្រទេសខ្មែរក្រោយកិច្ចព្រមព្រៀងទីក្រុងហ្សឺណែវឆ្នាំ1954